ថ្ងៃដែលឈឺសុំទោសខ្ញុំធ្វើមិនបានទេខ្ញុំមិនទាមទារយកជីវិតទេខ្ញុំគ្រាន់តែចង់សងសឹកនឹងឈាមនេះដោយផ្ទាល់ដៃប៉ុណ្ណោះលោកគ្រូពេទ្យមានតែលោកទេដែលអាចជួយខ្ញុំបានមុនពេលវះកាត់កែសម្ពោធចាប់ផ្ដើមអ្នកត្រូវតែសម្រុកទម្ងន់ជាមុនសិនខ្ញុំមិនចង់ឲ្យកូនដែលខ្ញុំកើតមកខ្លាចជាជ្រូកដែរមុខក្រាស់ដល់ថ្នាក់នឹងមែនទេអ្នកកុំយំទៀតអីត្រូវហើយខ្ញុំនឹងវាយកូនរបស់ខ្ញុំបានបំផ្លាញកូនម្នាក់មែនហើយមួយធំមួយតូចទៅធ្វើម្ហូបហើយសន្តិសុខផ្លូវហួងឈៀងហ៊ានប្រថុយទាំងអស់ចូលមកស្រួយខ្ពស់ទម្រង់បូមាត់ដ៏ស្រស់ស្អាតបំផុតភ្នែកដែលរស់រវើកខ្ញុំនឹងធ្វើឲ្យអ្នកមានមុខដ៏ល្អឥតខ្ចោះបំផុតនៅលើពិភពលោកអូភ្លេចប្រាប់ខ្ញុំក៏បានចាក់កូឡាជែនចូលក្នុងខ្សែសម្លេងរបស់អ្នកដែរបានផ្លាស់ប្ដូរជីវិតរបស់អ្នកកំបិតវះកាត់ឈូតកាត់ផ្ទៃមុខខ្ញុំការឈឺចាប់ខ្លាំងទាំងនោះបានរំលឹកខ្ញុំពីការឈឺចាប់ដែលពួកអ្នកបានផ្ដល់ឲ្យខ្ញុំប្រកាសជានឹងទារមកវិញទ្វេដងពីពួកអ្នកជាងចិនត្រីដែលល្អឥតខ្ចោះបំផុតបានចាប់កំណើតហើយខ្ញុំទុកចិត្តលែងបានហើយលោកជូខ្ញុំនឹងឲ្យលុយខែទាំងអស់របស់ខ្ញុំទៅអ្នកជួយកែសម្ផស្សឲ្យខ្ញុំបានមុខមាត់ស្អាតបែបនេះបានទេរੂយន្តយ៉ាងហៅមួយឆ្នាំនេះពួកអ្នករស់នៅបានយ៉ាងសុខស្រួលណាស់ដល់ពេលចុះនរកហើយ Pretty woman walking down the street Pretty woman taking the like to meet Pretty woman I don't believe you You're not the truth Noonie sold as good as you Mercy អ្នកទិញផ្កាហើយឬនៅខ្ញុំទិញម៉ាកូខ្ញុំយកទាំងអស់ឯងម៉ាកូកូនកង់គូរូឲ្យខ្ញុំជាអ្នកយកមុនតើឯងមានសិទ្ធអីមកដណ្ដើមពីខ្ញុំកូនក្មេងអូនថងតូចកូនក្មេងកុំដណ្ដើមអីឯងអត់អីទេអីមានរបួសអត់នៃឯងស្រីចាស់ស្អុយម្នាក់អ្នកបិទផ្លូវទាំងមូលសោះខ្ញុំប្រាប់ឯងឥឡូវខ្ញុំរបួសហើយសងលុយខ្ញុំមកសុំទោសខ្ញុំសងលោកត្រូវការប៉ុន្មានដែរ Hear me Only you Can take me it's hot if I get មិនបាច់ត្រឡប់ទៅវិញទេស្រីស្អាតមិញនេះបងធ្វើឲ្យអូនភ័យមែនទេអព្រះជាម្ចាស់ឯងហូរឈាមហើយមិនអីទេខ្ញុំមិនអីទេខ្ញុំឃើញគាត់ខ្លួនឯងមិនបានមើលផ្លូវទេពិតជាមិនអីទេអ្នកមើលខ្ញុំមិនអីទេអូខេបើអ្នកមិនអីទេគឺល្អហើយបងពួកយើងរងចាំយូរហើយវិចិត្រករនោះនឹងមកដល់នៅពេលណាទៅមែនហើយជាធម្មតាគេតែងតែសុំជួបលោកមិនលើកនេះលោកបែរជាសុំជួបគេទៅវិញមិនមែនបែបវិចិត្រករធម្មតាមានអីអស្ចារ្យណាស់ណាមិនមែនគ្រាន់តែជាវិចិត្រករម្នាក់ទេអាចពូកែប៉ុណ្ណាទៅជំរាបសួរខ្ញុំគឺវិចិត្រករដែលអ្នកបានស្វែងរកចុងសឹងជំរាបសួរកញ្ញាសុងថ្ងៃនេះបានជួបគ្នាពិតជាស្រស់ស្អាតដូចផ្កាយចឹងអញ្ជើញអង្គុយមែនហើយនឹកស្មានមិនដល់ថាគំនូស្អាតម្លឹងសោះអ្នកផ្ទាល់ក៏ស្អាតជាងគំនូទៀតលោកប៉ៃលើកសរសើរខ្ញុំពេកហើយកញ្ញាឈុយតើកញ្ញាគិតយ៉ាងម៉េចដែរចំពោះពិព័រណ៍គំនូនិងការដេញថ្លៃរបស់ខ្ញុំនៅថ្ងៃស្អែកលោកព្រមទេខ្ញុំចូលរួមបានតែលោកត្រូវជួយខ្ញុំមួយកញ្ញាឈុយកញ្ញានិយាយមកពិធីដេញថ្លៃនេះសូមលោកជួយខ្ញុំអញ្ជើញលោកជាងហៅប្រធានក្រុមហ៊ុនហៅសឹងនិងភរិយារបស់គាត់អ្នកនាងឈូយ៉ានផងឲ្យតែកញ្ញាឆុងព្រមផ្ដល់កិត្តិយសលក្ខខណ្ឌអ្វីក៏ដោយក៏មិនជាបញ្ហាដែរតែឈ្មោះកញ្ញាឆុងពិតជាពិសេសណាស់ជាឈ្មោះពិតមែនទេជាឈ្មោះពិតរបស់ខ្ញុំឆុងសឹងកាត់សារជាថ្មី
ព្រោះតែត្រូវឆ្លងកាត់ការអស់សង្ឃឹមប៉ុណ្ណោះទើបអាចផ្លាស់ប្ដូរខ្លួនឯងបានទាំងស្រុងចាប់កំណើតជាថ្មីដូចហងរស់ពីផេះផងតើឆ្នាំនេះឯងនឹកខ្ញុំទេតែខ្ញុំនឹកឯងណាស់អាហេអាហេសួស្ដីលោកជាងសួស្ដីរីករាយណាស់ហ្វូយួនជាងហៅយើងបានជួបគ្នាទៀតហើយសូមស្វាគមន៍មកកាន់ផ្ទះឈើដែលខ្ញុំបានសាងសង់សម្រាប់ពួកអ្នកកញ្ញាហ្វុងគឺជាវិចិត្រករដ៏ល្បីល្បាញទូទាំងពិភពលោកមនុស្សគ្រប់គ្នាគឺមានមោទកភាពដែលបានទទួលគំនូររបស់នាងដូច្នេះហើយឯងដឹងទេថាយប់នេះគួររៀបចំយ៉ាងម៉េចកុំបារម្ភអីបងដើម្បីបានចូលក្នុងរង្វង់នេះខ្ញុំបានធ្វើការស្រាវជ្រាវយ៉ាងពិសេសហើយកុំបារម្ភចាំមើលខ្ញុំធ្វើសូមស្វាគមន៍លោកស្រីអ្នកនាងកញ្ញាទាំងអស់គ្នាមកកាន់ការដេញថ្លៃរបស់ខ្ញុំថ្លៃគំនូររបស់កញ្ញាឆុងសឹងដែលមានចំណងជើងថាសិនធានកញ្ញាទូសឹងធ្លាប់បានប្រកាសថាអ្នកណាដែលអាចទីត្រូវថាតើថ្នាំពណ៌ក្រហមក្នុងគំនូរនោះធ្វើពីអ្វីនោះនឹងបានញ៉ាំអាហារពេលល្ងាចជាមួយអ្នកនោះចាំខ្ញុំសាកល្បងមើលឡផ្កាកូលាបផ្លែស្រកានាគខ្ញុំដឹងហើយវាជាពណ៌ក្រហមជូសាអ្នកខេត្តជាងស៊ូនិយាយខុសហើយអីយ៉ាមើលលឿននោះអ្នកណាគេស្អាតខ្លាំងណាស់មិញនេះខ្ញុំមានអារម្មណ៍ថាបេះដូងខ្ញុំឈប់លោតហើយពេលខ្ញុំឃើញគេភ្លាមវិញ្ញាណខ្ញុំដូចជាជាប់គាំងពិតជាមិនអាចប្រៀបផ្ទឹមបានទេគំនូរនេះប្រើឈាមស្រស់លោកស្រីជាងមិនសាកទីមើលថាឈាមនេះជាឈាមអ្នកណាអ្នកជានរណាអ្នកមិនចាំខ្ញុំទេអត់បានជួបគ្នាយូរហើយអ្នកទាំងអស់គ្នាជាអីទេអ្នកទាំងអស់គ្នាជាអីទេអត់បានជួបគ្នាយូរហើយតើអ្នកធ្លាប់ជួបគ្នាទេខ្ញុំគ្រាន់តែមានអារម្មណ៍ស្និទ្ធស្នាលជាមួយលោកស្រីជាងតាំងពីឃើញចៃដន្យអីខ្ញុំក៏មានអារម្មណ៍ស្និទ្ធស្នាលចម្លែកជាមួយកញ្ញាចុងដែរក្រែងលោអ្នកធ្លាប់ជួបខ្ញុំពីមុនមែនទេលេងសើចទេបើសិនខ្ញុំពិតជាធ្លាប់ជួបមនុស្សស្រីស្អាតដូចកញ្ញាចុងខ្ញុំប្រកាសជាមិនភ្លេចនោះទេជាងហាវប្រធានក្រុមហ៊ុនហៅស៊ីរីករាយណាស់ដែលបានស្គាល់លោកលោកមិនគិតថាស្ត្រីដែលត្រូវច្របាច់ក៏ក្នុងគំនូរនោះមើលទៅដូចអ្នកណាស់ទេអ្នកនិយាយពីអីហ្នឹងខ្ញុំកំពុងតាមគេកុំបារម្ភអីវាគ្រាន់តែជាករណីលើកលែងប៉ុណ្ណោះកញ្ញាតុងត្រូវតែប្រយ័ត្នបន្តិចហើយកុំដួលទៀតអីបើមិនអីចឹងទេប៉ះចំកន្លែងណាខូចមុខមាត់ទៅវាមិនល្អមើលទេលោកស្រីលៀងនិយាយត្រូវហើយខ្ញុំពិតជានឹងការពារមុខមាត់របស់ខ្ញុំឲ្យបានល្អយ៉ាងណាមិញបើមុខនេះមានបញ្ហាអ្នកណានឹងដឹងអ្នកផ្សេងទៀតអាចនឹងសោកស្ដាយជាងនេះទៅទៀតបងសម្លាញ់បងសម្លាញ់ដោយសារយើងមាននិស្ស័យខ្លាំងជាមួយកញ្ញាចុងសេងបែបនេះគួរសុំឲ្យគាត់គូរូបគូស្វាមីភរិយាឲ្យយើងទៅពិតជាបានតើឈូយៀនអ្នកគួរតែអធិស្ឋានឲ្យបានល្អទៅអធិស្ឋានថាប្តីថ្មីរបស់អ្នកកុំឲ្យលងស្នេហ៍លោកស្រីរូបថតអាពាហ៍ពិពាហ៍របស់លោកស្រីនិងលោកប្តីពិតជាស្រស់ស្អាតណាស់លោកស្រីពិតជាមានសុខកម្មគុណតែមានប្តីចេះថ្នាក់ថ្នមនិងគិតគូរយ៉ាងល្អបែបនេះព្រះអើយមានអ្នកណាគេបដូរទៅជាហ្វ្រីសោះ